តោះស្ដាប់រឿងនិទានបែបភ័យរន្ធត់រឿងខ្មោចនៅភូមិដាច់ស្រយាលកណ្ដាលភ្នំវិសាលនិងភ័ក្រធ្វើដំណើរចូលទៅកណ្ដាលភ្នំដើម្បីស្វែងរកភូមិមួយដែលមិនមាននៅក្នុងផែនទីនៅពេលល្ងាចពួកគេរកឃើញភូមិមួយដែលមានផ្ទះចាស់ៗប៉ុន្តែគ្មានមនុស្សនៅតាមផ្លូវអ្នកភូមិទាំងអស់មើលមកពួកគេដោយភ័យខ្លាចយាយមុំប្រាប់ថាក្រោយម៉ោង12យប់កុំបើកទ្វារទោះអ្នកឮអ្នកណាហៅក៏ដោយនៅយប់ដំបូងវិសាលឮសំឡេងស្រីម្នាក់ហៅឈ្មោះគាត់ពីក្រៅផ្ទះសំឡេងនោះនិយាយថាវិសាលខ្ញុំរងចាំអ្នកយូរហើយព្រឹកឡើងពួកគេឃើញស្នាមជើងសើមនៅមុខបន្ទប់ស្នាមជើងនោះចូលមកដល់ក្បែរគ្រែវិសាលប៉ុន្តែគ្មានស្នាមដើរចេញទេរ៉ាដារកឃើញផ្ទះមួយនៅចុងភូមិអ្នកភូមិប្រាប់ថាកុំចូលទៅទីនោះព្រោះអ្នកណាចូលទៅតែងតែឮសំឡេងមនុស្សស្លាប់ក្នុងផ្ទះវិសាលរកឃើញរូបថតមនុស្សមួយក្រុមកាលពី30ឆ្នាំមុនគួរឲ្យភ្ញាក់ផ្អើលមុខមនុស្សម្នាក់ក្នុងរូបមានមុខដូចរ៉ាដានៅម៉ោង12យប់កណ្ដឹងបុរាណនៅលើភ្នំចាប់ផ្ដើមលាន់អ្នកភូមិទាំងអស់បិទទ្វារហើយបិទភ្លើងវិសាលឃើញបរិសម្នាក់ដើរឆ្លងកាត់ផ្លូវពន្លឺព្រះច័ន្ទចាំងច្បាស់ប៉ុន្តែបរិសនោះគ្មានស្រមោលយាយមុំបង្ហើបថាភូមិនេះធ្លាប់មានពិធីអាគមមួយហើយមនុស្សជាច្រើនបានបាត់ខ្លួននៅយប់តែមួយវិសាលរកឃើញកំណត់ហេតុបុរាណដែលបង្ហាញថាមានរឿងអាក្រក់កើតឡើងក្នុងភូមិនៅឆ្នាំ1996មានផ្ទះមួយនៅក្នុងភូមិដែលអ្នកភូមិមិនរាប់បញ្ចូលក្នុងចំនួនផ្ទះប៉ុន្តែវិសាលរាប់ឃើញថាវាមានលេខ13ក្រុមបានរកឃើញជណ្ដើរចុះទៅក្រោមផ្ទះនៅទីនោះមានរូបថតមនុស្សដែលបានបាត់ខ្លួនទាំងអស់ពីក្នុងជញ្ជាំងពួកគេឮសំឡេងក្មេងស្រីយំសំឡេងនោះនិយាយថាជួយខ្ញុំផងខ្ញុំមិនទាន់ស្លាប់ទេពួកគេរកឃើញឈ្មោះស្រីពៅក្នុងកំណត់ហេតុនាងជាក្មេងស្រីដែលបាត់ខ្លួនកាលពី30ឆ្នាំមុនបុរសម្នាក់ដែលគ្រប់គ្នាគិតថាស្លាប់ហើយស្រាប់តែត្រឡប់មកភូមិប៉ុន្តែគាត់មិនចាំថាខ្លួនបានបាត់ខ្លួនអស់រយៈពេល30ឆ្នាំទេលោកគ្រូសវណ្ណនាំវិសាលទៅព្រៃខាងក្រោយភូមិគាត់ប្រាប់ថាមានទីកន្លែងមួយដែលមនុស្សមិនគួរចូលពួកគេរកឃើញដើមឈើធំមួយនៅលើសម្បកឈើមានមុខមនុស្សជាច្រើនដូចជាកំពុងស្រែករ៉ាដាបានឮសំឡេងម្ដាយរបស់នាងពីក្នុងដើមឈើទោះម្ដាយនាងមិនបាននៅជាមួយពួកគេឡើយនៅក្រោយដើមឈើមានរូងភ្នំនៅខាងក្នុងមានអក្សរបុរាណសរសេរថាអ្នកដែលចូលមកទីនេះនឹងមិនត្រឡប់ដូចមនុស្សដើមឡើយវិសារកឃើញការពិតថាកាលពីអតីតកាលមានអ្នកភូមិមួយក្រុមធ្លាប់ធ្វើពិធីអាគមដើម្បីការពារភូមិពីសត្រូវពិធីនោះទាមទារជីវិតមនុស្សជាច្រើនអ្នកដែលត្រូវបានជ្រើសរើសគឺក្មេងៗក្នុងភូមិសីពៅបង្ហាញខ្លួនចំពោះវិសាលហើយប្រាប់ថានាងមិនមែនជាខ្មោចដែលចង់សម្លាប់អ្នកណាទេនាងកំពុងព្យាយាមប្រមានពួកគេស្រីពៅប្រាប់ថាមានវិញ្ញាណមួយផ្សេងទៀតកំពុងគ្រប់គ្រងភូមិវាជាអ្នកដែលធ្វើឲ្យមនុស្សទាំងអស់ភ័យខ្លាចក្រុមរកឃើញថាមានគ្រូអាគមម្នាក់រស់នៅក្នុងផ្ទះឯកោលើភ្នំគាត់ដឹងអាចកំបាំងទាំងអស់ក្នុងផ្ទះគ្រូអាគមមានសៀវភៅចាស់មួយដែលកត់ត្រាឈ្មោះមនុស្សដែលត្រូវបានបូជាហើយនៅទំព័រចុងក្រោយមានឈ្មោះវិសាលលោកគ្រូសវណ្ណបង្ហើបថាវិសាលមិនបានមកភូមិនេះដោយចៃដន្យទេគ្រួសាររបស់គាត់ធ្លាប់ជាប់ពាក់ព័ន្ធនឹងអាចកំបាំងនេះវិសាលចាប់ផ្ដើមឃើញរូបភាពពីកុមារភាពគាត់ធ្លាប់មកភូមិនេះប៉ុន្តែគាត់មិនចាំក្នុងរូបថតចាស់មួយមានក្មេងប្រុសម្នាក់ឈរជាមួយស្រីពៅក្មេងប្រុសនោះគឺវិសាលនៅយប់ប្រច័ណ្ឌពេញវងអ្នកភូមិទាំងអស់បាត់ខ្លួនពីផ្ទះមានតែវិសាលរ៉ាដានិងស្រីពៅនៅសល់ប៉ុន្តែសំឡេងមនុស្សរាប់រយនាក់កំពុងហៅឈ្មោះពួកគេពីក្នុងព្រៃលោកគ្រូសវណ្ណបង្ហាញការពិតថាគាត់គឺជាអ្នកការពារភូមិចំនួនចុងក្រោយហើយគាត់ត្រូវបិទអំពើអាក្រក់មុនពេលព្រឹកលោកគ្រូសវណ្ណបង្ហាញការពិតថាគាត់គឺជាអ្នកការពារភូមិចំនួនចុងក្រោយហើយគាត់ត្រូវបិទអំពើអាក្រក់មុនពេលព្រឹកពួកគេចាប់ផ្ដើមពិធីបិទអាគមប៉ុន្តែមានមនុស្សម្នាក់ក្នុងក្រុមបានក្បត់ភ្លាមនោះភ្លើងទាំងអស់រលត់មនុស្សដែលក្បត់គឺមនុស្សដែលគ្រប់គ្នាគិតថាបានស្លាប់តាំងពី30ឆ្នាំមុនគាត់មិនមែនជាមនុស្សទេគាត់ជាអ្នកដែលកំពុងរក្សាអំណាចខ្មោចក្នុងភូមិវិសាលនិងស្រីពៅប្រឈមមុខនឹងវិញ្ញាណអាក្រក់លោកគ្រូសវណ្ណលះបង់ខ្លួនឯងដើម្បីបិទទ្វារអាគមមុនបាត់ខ្លួនគាត់ប្រាប់វិសាលកុំត្រឡប់មកភូមិនេះទៀតពុតឡើងភូមិទាំងមូលស្ងាត់វិសាលនិងរ៉ាដាចាក់ចេញពីភ្នំពួកគេគិតថាអ្វីៗបានចប់ហើយប៉ុន្តែ3ថ្ងៃក្រោយរ៉ាដាបើកកាមេរ៉ាដែលបានថតនៅយប់ចុងក្រោយក្នុងវីដេអូឃើញវិសាលកំពុងឈរនៅកណ្ដាលភូមិប៉ុន្តែវិសាលពេលនោះកំពុងដេកនៅក្នុងតង់ជាមួយរ៉ាដាឈប់ដកដង្ហើមមួយភ្លែតនាងពង្រីករូបភាព
មនុស្សដែលឈរនៅក្នុងវីដេអូបែរមុខមកកាមេរ៉ាយឺតៗហើយនិយាយថាអ្នកគិតថាអ្នកបានចាក់ចេញពីភូមិហើយមែនទេអេក្រង់ងងឹតប៉ុន្តែមុនវីដេអូបិទមានសម្លេងក្មេងស្រីម្នាក់ខ្សឹបភូមិនេះមិនដែលឲ្យអ្នកណាចាក់ចេញទេចប់ចំណាំរឿងនេះជារឿងប្រឌិតសម្រាប់ការកំសាន្តមិនមែនជាការអះអាងអំពីខ្មោចឬព្រឹត្តិការណ៍ពិតនៅទីតាំងណាមួយទេ